នៅក្នុងភូមិតូចមួយមានបុរសវ័យចាស់ឈ្មោះកតាសុភ័ក្រអាយុ65ឆ្នាំគាត់ជាមនុស្សស្ងប់ស្ងាត់ធ្លាប់បាត់បង់ប្រពន្ធចាស់របស់គាត់ជាច្រើនឆ្នាំហើយរស់នៅម្នាក់ឯងដោយភាពឯកោថ្ងៃមួយមានក្មេងស្រីវ័យក្មេងឈ្មោះកស្រីនាងអាយុ24ឆ្នាំបានមកធ្វើការនៅភូមិនោះដោយសារតែជីវភាពលំបាកនាងជាមនុស្សឧស្សាហ៍ព្យាយាមមានចិត្តល្អហើយគោរពមនុស្សចាស់ដំបូងមកស្រីនាងត្រឹមតែជួយថែទាំតាសុភ័ក្រដូចជាចម្អិនម្ហូបនិងជួយការងារផ្ទះតាសុភ័ក្រក៏មានអារម្មណ៍ថាជីវិតគាត់ចាប់ផ្ដើមមានពន្លឺវិញបន្ទាប់ពីមាននរណាម្នាក់និយាយនិងសើចជាមួយគាត់តែពេលវេលាកន្លងទៅអារម្មណ៍រវាងពួកគេក៏ចាប់ផ្ដើមផ្លាស់ប្ដូរមិនមែនត្រឹមតែការថែទាំទៀតទេតែបំលែងទៅជាស្នេហាទោះបីមានភាពខុសគ្នាអាយុយ៉ាងច្រើនក៏ពួកគេយល់ចិត្តគ្នាប៉ុន្តែសង្គមមិនយល់ដូចពួកគេទេអ្នកភូមិចាប់ផ្ដើមនិយាយអាក្រក់ថាដូចស្រីនាងស្រឡាញ់តាសុភ័ក្រព្រោះទ្រព្យសម្បត្តិខណៈអ្នកផ្សេងទៀតនិយាយថាតាចាស់មិនគួរចង់បានក្មេងបែបនេះទេសម្ពាធពីសង្គមធ្វើឲ្យស្រីនាងចាប់ផ្ដើមសង្ស័យខ្លួនឯងនាងគិតថាប្រសិនបើនាងចាក់ចេញប្រហែលជាតាសុភ័ក្រនឹងរស់នៅសុខជាងនេះថ្ងៃមួយនាងសម្រេចចិត្តចាក់ចេញដោយមិនប្រាប់តាសុភ័ក្រពេលដឹងដូច្នេះគាត់មិនខឹងទេតែគាត់យល់ថាស្នេហាពិតមិនមែនជាការកាន់កាប់ទេតែជាការចង់ឲ្យអ្នកដែលយើងស្រឡាញ់មានសុខឆ្នាំក្រោយមកស្រីនាងត្រឡប់មកវិញដោយនាងបានដឹងថាមិនមាននរណាអាចផ្ដល់អារម្មណ៍កក់ក្ដៅដូចតាសុភ័ក្របានទេនៅចុងក្រោយពួកគេជ្រើសរើសរស់នៅជាមួយគ្នាទោះបីមានមតិសង្គមយ៉ាងណាក៏ដោយបន្ទាប់ពីស្រីនាងត្រឡប់មកវិញនិងសម្រេចរស់នៅជាមួយតាសុភ័ក្រជីវិតរបស់ពួកគេមើលទៅសាមញ្ញប៉ុន្តែពោរពេញដោយសុភមង្គលតូចព្រឹកស្រីនាងចម្អិនបាយល្ងាចតាសុភ័ក្រអង្គុយនិយាយរឿងចាស់ស្នេហារបស់ពួកគេមិនខ្លាំងដូចយុវវ័យប៉ុន្តែមានភាពស្ងប់ស្ងាត់និងជ្រាលជ្រៅតែសុខសាន្តមិននៅយូរថ្ងៃមួយបុរសវ័យក្មេងម្នាក់ឈ្មោះខវិចិត្រទីបានមកភូមិនោះគាត់ជាមនុស្សមានទ្រព្យមានអំណាចនិងធ្លាប់ស្រឡាញ់ស្រីនាងពីមុនពេលបានឃើញស្រីនាងរស់នៅជាមួយតាចាស់វិចិត្រមានអារម្មណ៍មិនពេញចិត្តគាត់ជឿថាស្រីនាងគួរតែជារបស់គាត់មិនមែនរបស់បុរសអាយុ65ទេវិចិត្រចាប់ផ្ដើមប្រើល្បិចគាត់និយាយបញ្ចេញពាក្យចាមអារាមបន្ថែមក្នុងភូមិហើយសូម្បីតែផ្ដល់លុយឲ្យមនុស្សខ្លះដើម្បីបំបែកស្នេហារបស់ពួកគេស្រីនាងចាប់ផ្ដើមរងសម្ពាធខ្លាំងឡើងមនុស្សជុំវិញមើលនាងដោយភ្នែកមិនល្អខណៈតាសុភ័ក្រក៏ចាប់ផ្ដើមមានជំងឺធ្លាក់ខ្លួនថ្ងៃមួយតាសុភ័ក្រឈឺធ្ងន់ហើយត្រូវការព្យាបាលបន្ទាន់តែស្រីនាងគ្មានលុយគ្រប់គ្រាន់វិចិត្រមកជួបនាងហើយនិយាយថាបើអូនយល់ព្រមទៅជាមួយបងនឹងជួយព្យាបាលតាពេលនោះស្រីនាងស្ទាក់ស្ទើរមួយផ្នែកជាស្នេហាមួយផ្នែកជាជីវិតរបស់មនុស្សដែលនាងគោរពនៅចុងក្រោយនាងសម្រេចភ្លៀងនៅតែធ្លាក់មិនឈប់ស្រីនាងអង្គុយកាន់សំបុត្រដោយដៃកំពុងក្រពើតភ្នែកពេញទៅដោយទឹកភ្នែកនាងមិនជឿថាតាសុភ័ក្រនឹងចាក់ចេញដោយមិនប្រាប់បែបនេះទេព្រឹកថ្ងៃបន្ទាប់នាងសម្រេចចិត្តមិនទៅជាមួយវិចិត្រនាងរត់ទៅរកតាទោះបីមិនដឹងថាគាត់នៅទីណាក៏ដោយស្រីនាងសួរគ្រប់គ្នាក្នុងភូមិមានអ្នកនិយាយថាឃើញតាសុភ័ក្រទៅទីភ្នំចាស់មួយកន្លែងដែលគាត់ធ្លាប់នាំប្រពន្ធចាស់ទៅលេងការនៅរស់នាងមិនស្ទាក់ស្ទើរនាងដើរតាមភ្លៀងទៅកាន់ទីនោះពេលទៅដល់នាងឃើញផ្ទះឈើចាស់មួយនិងពន្លឺភ្លើងខ្សោយនៅខាងក្នុងបេះដូងនាងដើរលឿនការជួបគ្នាវិញនៅខាងក្នុងតាសុភ័ក្រកំពុងអង្គុយមើលរូបថតចាស់ភ្នែកគាត់ស្ងួតតែពោពេញដោយការឈឺចាប់ស្រីនាងរត់ចូលទៅហើយអបគាត់ដោយមិននិយាយអ្វីតាកុំចាក់ចេញពីខ្ញុំទៀតបានទេនាងនិយាយទាំងយំតាសុភ័ក្រស្ទាក់ស្ទើរគាត់បិទភ្នែកហើយនិយាយស្រាលបងខ្លាចថាអនាគតអូននឹងខូចព្រោះមនុស្សចាស់ដូចបងស្រីនាងចាប់ដៃគាត់រឹងអនាគតខ្ញុំគឺកន្លែងដែលមានបងមិនមែនកន្លែងដែលមានលុយទេពាក្យនោះធ្វើឲ្យបេះដូងតាសុភ័ក្ររលាយភ្លាមនាងឃើញឯកសារមួយលើតុវាជាកិច្ចសន្យាផ្ទេរដីធ្លីទាំងអស់ទៅឈ្មោះកស្រីនាងភ្ញាក់ផ្អើលតាសុភ័ក្រសារភាពថាគាត់បានដឹងពីល្បិចរបស់វិចិត្រហើយគាត់សម្រេចផ្ទេរទ្រព្យសម្បត្តិទាំងអស់ឲ្យនាងមុនពេលចាក់ចេញដើម្បីកុំឲ្យនាងត្រូវគេបង្ខំដោយលុយបងចង់ឲ្យអូនមានសេរីភាពមិនត្រូវជ្រើសរើសដោយសារការលំបាកស្រីនាងយំខ្លាំងជាងមុនមិនមែនព្រោះជាចិត្តទេតែព្រោះស្នេហានេះស្មោះពិតការប្រឈមមុខចុងក្រោយពេលពួកគេត្រឡប់ទៅភូមិវិញ
វិចិត្រមករកនាងភ្លាមតែពេលនេះស្រីនាងមិនខ្លាចទៀតទេនាងនិយាយត្រង់ខ្ញុំមិនមែនជារបស់អ្នកណាទេហើយស្នេហាមិនអាចទិញបានវិចិត្រខឹងតែគ្មានអ្វីអាចធ្វើបានព្រោះមនុស្សក្នុងភូមិចាប់ផ្ដើមយល់ការពិតថ្ងៃមួយព្រះអាទិត្យរះលើវាលស្រែស្រីនាងនិងតាសុភ័ក្រអង្គុយជាមួយគ្នាមិនមានសំឡេងចាមអារាមមានតែភាពស្ងប់ស្ងាត់និងស្នេហាដែលបានឈ្នះអ្វីគ្រប់យ៉ាងសារៈសំខាន់ចុងក្រោយស្នេហាពិតមិនត្រូវការអាយុមិនត្រូវការទ្រព្យតែត្រូវការចិត្តស្មោះនិងការជ្រើសរើសគ្នាដោយសេរីភាព